បាទអរុនសុស្ដីបាទ19ឧសភាបាទឆ្នាំ2025បាទពុទ្ធសករាជ2569បាទព្រឹកនេះក៏មិនខុសព្រឹកមុនដែរបាទពួកយើងខ្ញុំតែងតែមកជួបគ្នាបាទនៅទីលានបាទហាត់ប្រាណបាទសមុទ្រខ្មៅភពថ្មីចំការដូងដូចសពដងបាទមុននឹងចាប់ផ្ដើមនៃការហាត់ប្រាណបាទខ្ញុំបាទតែងតែធ្វើគេហៅថាចលនាបាទសាច់ដុំឲ្យបានថសៃទៅសូងយើងចលនានឹងយាបានល្អបាទបច្ចេកទេសគេហៅថា warm up បាទសំខាន់មែនទែនការធ្វើចលនាយើងធ្វើមុននឹងដំណើរការដើររត់ឬក៏កីឡាដទៃសំខាន់មែនទែនសូមមិត្តកីឡាយើងទាំងអស់គ្នាកុំមើលរំលងឲ្យសោះតាមការអាននិងស្រាវជ្រាវព័ត៌មានខាងក្រៅប្រទេសនិងក្នុងស្រុកបាទខ្ញុំបានដឹងច្រើនពាក់ព័ន្ធនឹងកីឡានេះខណៈបាទយើងនៅមានកម្លាំងវ័យក្មេងវ័យនៅកម្លាំងពេញបាទមិនទាន់បញ្ហាប្រមាណទេបាទតែពេលដែលយើងវិវត្តទៅអាយុច្រើនបន្តិច30ក្រាស់40ក្រាស់បាទនឹងចេញលទ្ធផលពាក់ព័ន្ធរឿងបាទខ្វះនៃការចលនានេះបាទធ្វើឲ្យយើងឈឺសន្លាក់ផ្សេងបាទពិសេសជង្គង់បាទអញ្ចឹងបានគ្រប់កីឡាទាំងអស់កីឡាបាទរត់ម៉ារ៉ាតុនតែម្ដងបាទយើងត្រូវតែបាទធ្វើវ៉មសបហ្នឹងឲ្យបានបាទយ៉ាងតិចក៏10នាទីដែរបាទធ្វើមួយទូខ្លួនតែម្ដងបាទនិយាយរាប់ចាប់ផ្ដើមពីក្បាលបាទចុះមកដល់ចុងជើងតែម្ដងបាទដំបូងខ្ញុំធ្វើហើយបាទបង្ហាញខ្លះបាទគឺយើងចលនាបាទគវីក្បត់ក្បាលបាទនឹងដែលយើងបត់តាមក្បួនរបស់គ្នាទៅហើយក៏មកចង្កេះបាទគវីក្បត់បាទដូចខ្ញុំបង្ហាញស្រាប់ហ្នឹងហើយមកដល់ជើងបាទជើងវាមានយើងធ្វើចលនាបែបផ្សេងច្រើនបាទដូចជាយកចលនាសាច់ដុំភ្លើងបាទដូចខ្ញុំបត់អញ្ចឹងបាទជង្គង់ហើយនឹងកជើងសំខាន់មែនទែនបាទកជើងធ្វើឲ្យបានចលនាដូចខ្ញុំរាប់នឹងគ្លីបមុនទៅបាទ10ទៅបាទ10ពេលយើងធ្វើហើយបាទចុងក្រោយមុននឹងចាប់ផ្ដើមរត់គឺសំខាន់ជាងគេបំផុតដោយសារគឺជាក្បួនមួយដែលលើកជើងដើម្បីគេហៅថាយកចំហបាទឲ្យចលនាជើងល្អនិងបានល្បឿនអញ្ចឹងយើងធ្វើពីចំណុចនេះខ្ញុំធ្វើចុងក្រោយហ្នឹងបាទជើងត្រង់បាទឈាមទៅមុខទៅក្រោយមុខក្រោយហ្នឹងបាទយើងធ្វើនឹង10ហើយតមកក៏លោតយកក្បាលជ្រុងលោតហ្នឹងលោតបែបវងវាបាទអញ្ចឹងយើងរត់នៅកន្លែងនេះពេលយើងរត់បាទបញ្ចប់10ចុងក្រោយពីស្ដាប់ហើយបាទយើងតែម្ដងយើងចាប់តាមរត់តែពេលទៅបាទគឺរលូនបាទខ្សែសូមយើងតាមតែធ្វើវ៉មសបនេះល្អមែនទែនអូខេมันមានអីច្រើនទេបាទជាការរំលឹកបន្ថែមហើយប្រាប់ជាចំណុចបាទល្អបាទតែខ្ញុំបទពិសោធន៍សម្រាប់ខ្ញុំនិយាយនេះគឺខ្ញុំមើលរំលងកន្លងមកដោយមកដល់ភ្លាមគឺចាប់ដើមរត់តែម្ដងបាទហើយមួយថ្ងៃនេះថ្ងៃស្អែកអត់ដែរចាប់ដើមរត់ផ្លែជង្គង់ផ្លែតែសាច់ទៅសូងដល់ទៅដូចជាទៅដល់បាទហើយក៏មិនបានចាប់ដើមទៅធ្វើជាអញ្ចឹងយើងទៅបាទក្រោយបាទបញ្ហាបាទផ្សេងចឹងក៏តាមនេះក៏បត់សោតហើយក៏បានឆែកបន្ថែមនៅក្នុងបណ្ដាញសង្គមបាទដូចជា YouTube ជាដើមបាទនៅក្នុងស្រុកក្រៅស្រុកគេបានបង្ហាញពីក្បួនវ៉មសបហ្នឹងបាទអូខេអញ្ចឹងចាប់ផ្ដើមធ្វើដល់ពេលធ្វើមកបាទវ័យខ្ញុំ52ឆ្នាំខ្ញុំទទួលបានល្អបច្ចុប្បន្ននេះបាទអូខេអ្វីខ្ញុំមានតែប៉ុណ្ណេះបាទ